អូននោះមានរឿងអីទៀតហើយស្រីអ៊ីតហួសចិត្តខ្លាំងទម្លីពីអ្នកកាត់សក់រួមអាជីពម្នាក់ដល់ថ្ងៃធ្វើការបាយជាបោកគ្រាប់បាយគ្មានទំនួលខុសត្រូវថ្មីនេះលើបណ្ដាញសង្គមមហាជនអ្នកគាំទ្រតាមដានរបស់តារាកំ pl ែងល្បីឈ្មោះអ្នកនាងស្រីអ៊ីតកំពុងផ្ទុះចាប់អារម្មណ៍ចែករំលែកនិងបញ្ចេញមតិវែកញែកក្រោយពីបានឃើញអ្នកនាងបង្ហាញការហួសចិត្តខ្លាំងដោយបង្ហោះទម្លីពីអ្នកកាត់សក់រួមអាជីពម្នាក់គ្មានទំនួលខុសត្រូវលើការងារក្នុងនោះស្រីអ៊ីតបានរៀបរាប់ទម្លាយឲ្យដឹងពីរឿងរ៉ាវនេះថាអ្នកកាត់សក់រួមអាជីពរូបនោះត្រូវបានអ្នកនាងហៅធ្វើជាដៃគូកាត់សក់ក្នុងកម្មវិធីមង្គលមួយដោយបានកក់លុយមុនរយៈពេល1 ខែហើយស្រាប់តែមកដល់យប់មុនថ្ងៃកម្មវិធីបែរប្រាប់នាងវិញថាមិនបានមកធ្វើឲ្យនាងពិបាកមិនដឹងដោះស្រាយជាមួយម្ចាស់កម្មវិធីយ៉ាងណាដែលជាហេតុធ្វើឲ្យរូបនាងហួសចិត្តខ្លាំងដាច់ចិត្តបង្ហោះទម្លាយបែបនេះក្នុងនោះតារាកំ pl ែងស្រីអ៊ីតក៏ពុំបានបើកបង្ហាញមុខឬនិយាយពីឈ្មោះដៃគូរួមអាជីពរូបនោះច្បាស់ឡើយដោយគ្រាន់តែបង្ហោះរូបភាពបាំងមុខភ្ជាប់ជាមួយសាររៀបរាប់ថាខ្ញុំផុសមិនបញ្ចេញមុខបងឯងខ្ញុំយល់បងឯងគួរបងឯងយល់ខ្ញុំមិនមែនម៉ោង10យប់ហើយបងឯងទៅមកប្រាប់ថាមិនបានមកទេបងឯងយល់អារម្មណ៍អ្នកទទួលទេកាត់សក់ព្រឹកម៉ោង10យប់ប្រាប់រកណាតនលោកគួរឲ្យខ្លាចតើគួរថាគាត់ម៉េចកុំចឹងយល់អារម្មណ៍គ្នាផង